តានឹងមានអ្វីកាត់ឡើងប្រសិនបើប្រទេសអេត្យូពីមិនមានសូមស្រមៃមើលបើគ្មានប្រទេសអេត្យូពីទេទ្វីបអាហ្វ្រិកនឹងខ្វះប្រទេសមួយដែលមានវប្បធម៌និងប្រវត្តិសាស្ត្រចាស់ជាងគេបំផុតHorn of Africa នឹងត្រូវបានគេគ្រប់គ្រងដោយប្រទេសជិតខាងដូចជាសូម៉ាលីស៊ូដង់និងជីប៊ូធីផ្នែកប្រវត្តិសាស្ត្រគ្មានអេត្យូពីមានន័យថាមិនមានចក្រភពអាក់ស៊ុមដែលជាកម្លាំងធំសំខាន់មួយនៅអាហ្វ្រិកនិងមិនមានប្រទេសអាហ្វ្រិកតែមួយគត់ដែលរក្សាឯករាជ្យបានទោះបីជាមហាអាណាចក្រអឺរ៉ុបវាយលុតក៏ដោយការប្រែចិត្តទៅជាគ្រិស្តសាសនាចាប់ពីសតវត្សទី4ក៏នឹងមិនមានដែរផ្នែកវប្បធម៌ពិភពលោកនឹងខ្វះតន្ត្រីបុរាណអក្សរអេត្យូពីនិងអាហារពិសេសដ៏ល្បីដូចជាអ៊ីនជារ៉ាហើយបើគ្មានអេត្យូពីកីឡាប្រណាំងម៉ារ៉ាតុងនិងអ្នករត់ល្បីៗផ្នែកកីឡាប្រណាំងពីអាហ្វ្រិកក៏អាចនឹងមិនកើតមានឡើយសរុបមកអេត្យូពីគឺជាគន្លឹះសំខាន់ក្នុងប្រវត្តិសាស្ត្រអាហ្វ្រិកនិងពិភព